ផែនដីដែលយើងរស់នៅបច្ចុប្បន្នមានស្រទាប់បរិយាកាសដែលផ្ដល់ឲ្យយើងនៅខ្យល់សម្រាប់ដកដង្ហើមនិងការពារផែនដីរបស់យើងពីគ្រោះថ្នាក់ផ្សេងៗពីលំហពីខាងក្រៅនិងកាំរស្មីគ្រោះថ្នាក់ពីព្រះអាទិត្យតើការប្រែប្រួលអាកាសធាតុបណ្ដាលមកអំពីអ្វីបរិយាកាសផែនដីត្រូវបានបំពុលដោយកត្តាពីរចម្បងគឺកត្តាសកម្មភាពមនុស្សនិងកត្តាធម្មជាតិកត្តាសកម្មភាពមនុស្សរួមមានសកម្មភាពរោងចក្រឧស្សាហកម្មមធ្យោបាយដឹកជញ្ជូនការកាប់បំផ្លាញព្រៃឈើការប្រើប្រាស់វត្ថុដែលមានប្រភពចេញពីពពួកក្លរ៉ូផ្លុយអរ៉ូកាបោនមានជាចានស្នោបំពង់ពន្លត់អគ្គិភ័យឬស្ប្រេការធ្វើកសិកម្មប្រើប្រាស់ជីគីមីនិងការចិញ្ចឹមសត្វការប្រើប្រាស់ថាមពលប្រចាំថ្ងៃការដុតសម្រាមការប្រើប្រាស់របស់របរពីផ្លាស្ទិកការប្រើប្រាស់ទឹកស្អាតសកម្មភាពទាំងនេះបញ្ចេញជាឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាសលើសកម្រិតដែលមានពីធម្មជាតិធ្វើឲ្យកម្ដៅផែនដីកើនឡើងកត្តាធម្មជាតិរួមមានការផ្ទុះភ្នំភ្លើងនិងភ្លើងឆេះព្រៃដោយធម្មជាតិជាដើមផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុការកើនឡើងនៃសីតុណ្ហភាពផែនដីបង្កឲ្យផ្ទាំងទឹកកកនៅពលខាងជើងនិងខាងត្បូងរលាយធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងផ្ទៃដីរាប់លានគីឡូម៉ែត្រការ៉េនឹងលិចប៉ះពាល់ដល់ប្រជាជនរាប់លាននាក់វិស័យកសិកម្មទីជម្រកមុខរបរវិស័យទេសចរណ៍និងសុវត្ថិភាពស្បៀងអាហារការប្រែប្រួលអាកាសធាតុបង្កឲ្យមានផលប៉ះពាល់ជាសកលក្នុងនោះប្រទេសកម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុផលប៉ះពាល់ទាំងនោះរួមមានខ្យល់ព្យុះទឹកជំនន់រាំងស្ងួតរលកកម្ដៅការផ្លាស់ប្ដូរធាតុអាកាសយ៉ាងឆាប់រហ័សជំងឺនិងសន្តិសុខស្បៀងទឹកជំនន់ធ្វើឲ្យខូចទ្រព្យសម្បត្តិលេចខូចផលដំណាំមនុស្សត្រូវទៅរកទីទួលសុវត្ថិភាពខ្វះខាតស្បៀងអាហារខ្វះទឹកស្អាតប្រើប្រាស់ប្រជាជនមានបញ្ហាសុខភាពខ្វះអនាម័យជំងឺផ្សេងពោះចឹកលង់ទឹកខូចខាតផ្ទះសម្បែងផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមស្រូវដំណាំអគារសិស្សមិនអាចទៅរៀនបានប្រជាជនត្រូវចំណាកស្រុកដើម្បីរកការងារធ្វើនៅតំបន់ផ្សេងឬក្រៅប្រទេសស្ត្រីនិងកុមារអាចទទួលរងនៅការកេងប្រវ័ញ្ចផ្លូវភេទខ្វះទឹកប្រើប្រាស់ធ្វើឲ្យខូចខាតផលដំណាំងាយកើតសត្វចង្រៃបំផ្លាញកសិផលប្រជាជនមានបញ្ហាសុខភាពខ្វះអនាម័យកើតមានជំងឺផ្សេងសិស្សមិនអាចទៅរៀនបានដោយសារសីតុណ្ហភាពក្តៅពេកប្រជាពលរដ្ឋและក្នុងភាពក្រីក្រនិងជំពាក់បំណុលចំណាក់ស្រុកទៅរកការងារធ្វើនៅតំបន់ផ្សេងភ្លៀងធ្លាក់ច្រើននៅតំបន់ត្រូពិកខ្សត់ភ្លៀងនៅតំបន់ផ្សេងទៀតតំបន់ត្រូពិកប្រឈមនឹងគ្រោះទឹកជំនន់ញឹកញាប់ចំណែកឯតំបន់ផ្សេងទៀតជួបគ្រោះរាំងស្ងួតតំបន់ជាច្រើននៃពិភពលោកត្រូវរងផលប៉ះពាល់ដោយភាពរាំងស្ងួតហួតហែងឬមានទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុនដោយសារតែភាពរាំងស្ងួតបណ្ដាលឲ្យខ្វះទឹកនិងកើតមានទំនាស់ក្នុងការប្រើប្រាស់ទឹកដោយសារការកើនកម្ដៅបានធ្វើឲ្យមនុស្សមានអារម្មណ៍តឹងតែងខ្លាំងជាងមុននិងមានជំងឺផ្សេងដែលឆ្លងតាមខ្យល់ការកាប់ព្រៃឈើធ្វើឲ្យថយចុះនៅភ្នាក់ងារស្រូបយកនៅឧស្ម័នកាបូនិកពីបរិយាកាសការកើនឡើងនៃឧស្ម័នកាបូនិកក្នុងបរិយាកាសជាមូលហេតុធ្វើឲ្យកម្ដៅផែនដីកើនឡើងនិងធ្វើឲ្យមានកំណើនកម្រិតអាស៊ីតនៅក្នុងមហាសមុទ្រដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីប្រែប្រួលប្រភេទសត្វនិងរុក្ខជាតិដំណោះស្រាយនិងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុប្រើប្រាស់ទឹកភ្លើងដោយសន្សំសំចៃគឺជាការចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុដើម្បីចូលរួមចំណែកកាត់បន្ថយឬបញ្ឈប់ការកើនកម្ដៅផែនដីត្រូវប្រើប្រាស់ឧបករណ៍ដែលសន្សំសំចៃថាមពលឬស៊ីភ្លើងតិចជាងមុនត្រូវប្រើប្រាស់យានយន្តអគ្គិសនីឬប្រើប្រាស់រថយន្តសាធារណៈត្រូវបញ្ឈប់ឬកាត់បន្ថយការដុតសម្រាមការដើរឬជិះកង់បានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងនិងការបញ្ចេញផ្សែងទៅក្នុងបរិយាកាសនិងមិនធ្វើឲ្យភពផែនដីកើនកម្ដៅការប្រើប្រាស់សម្ភារៈមិនចាំបាច់ប្រើប្រាស់តែម្ដងបោះចោលប្រើប្រាស់សម្ភារៈដែលគ្មានគុណភាពឧស្សាហ៍ផ្លាស់ប្ដូរឬទិញថ្មីដែលមានប្រភពចេញមកពីការប្រើប្រាស់ថាមពលដែលមិនស្អាតក៏ជាប្រភពនៃការចូលរួមបញ្ចេញឧស្ម័នកាបូនិកចូលទៅក្នុងបរិយាកាសដែលជាមូលហេតុធ្វើឲ្យកើនកម្ដៅផែនដីការដែលមិនប្រើធនធានឬការប្រើប្រាស់សម្ភារៈដោយមិនខ្ជះខ្ជាយក៏ជាសកម្មភាពចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរពីព្រោះរកការផលិតត្រូវការវត្ថុធាតុដើមនិងការដឹកជញ្
ញជូនសកម្មភាពទាំងនេះគឺត្រូវការថាមពលដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុការប្រឹងប្រែងស្វែងយល់សិក្សាពីការប្រែប្រួលអាកាសធាតុនិងបទពិសោធន៍នានាដើម្បីរកមធ្យោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមុខរបរឬអាជីពថ្មីៗឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមដានការព្យាករណ៍អាកាសធាតុនិងកម្រិតទឹកទន្លេដើម្បីរៀបចំផែនការសកម្មភាពឆ្លើយតបនឹងភាពរាំងស្ងួតទឹកជំនន់ខ្យល់ព្យុះនិងការប្រែប្រួលធាតុអាកាសទាន់ពេលវេលាគ្រប់គ្រងប្រភពនិងរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការធ្វើកសិកម្មសិក្សាស្រាវជ្រាវពិសោធន៍និងប្រើប្រាស់បច្ចេកទេសកសិកម្មក្នុងការដាំដុះនិងការចិញ្ចឹមសត្វដែលធន់ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ដូចជាជ្រើសរើសពូជធន់ប្រើប្រាស់ទឹកតិចរយៈពេលខ្លីនិងទទួលបានទិន្នផលខ្ពស់សិក្សាស្វែងយល់ពីសុខភាពអនាម័យនិងសង្គ្រោះបឋមពេលមានទឹកជំនន់ដើម្បីកាត់បន្ថយជំងឺនិងគ្រោះថ្នាក់ផ្សេងៗផឹកទឹកឲ្យបានគ្រប់គ្រាន់ឧស្សាហ៍ងូតទឹកពេលមានធាតុអាកាសក្តៅឬក្តៅខ្លាំងដើម្បីបំពេញតម្រូវការទឹករបស់រាងកាយបង្ការបញ្ហានិងជំងឺផ្សេងៗជ្រើសរើសសម្លៀកបំពាក់សមស្របជាមួយធាតុអាកាសស្ថិតនៅក្នុងម្លប់ពេលមានកម្ដៅខ្លាំងជៀសវាងគ្រឿងស្រវឹងឬភេសជ្ជៈបង្កឲ្យក្តៅខ្លាំងដែលអាចធ្វើឲ្យមានបញ្ហាដល់សុខភាពដាំដើមឈើឲ្យបានច្រើនដើម្បីរក្សាលំនឹងសីតុណ្ហភាព